ប្រភេទមនុស្សប្រុសដែលអ្នកគួរតែដកខ្លួនចេញឲ្យលឿនសម្រាប់បងប្អូននារីទាំងឡាយបើសិនជាបានជួបឬក៏បានស្រឡាញ់ជាមួយនឹងមនុស្សប្រុសដែលគាត់មាននៅចំណុចទាំងអស់នេះយកល្អអ្នកគួរតែដកខ្លួនចេញឲ្យលឿនគឺកាន់តែល្អព្រោះថាប្រភេទមនុស្សប្រុសទាំងនេះគឺជាប្រភេទមនុស្សប្រុសដែលមិនអាចពឹងពាក់អីបានទេហើយបើសិនជាយើងសាប់គាត់មួយគាត់អ្វីដែលយើងទទួលបានគឺមានតែក្តីទុកនិងការជឿចាប់ឬក៏ការខាតពេលវេលាជីវិតរបស់យើងតែប៉ុណ្ណោះប្រភេទទី1គឺមនុស្សប្រុសដែលចូលចិត្តជជែកជាមួយនឹងអ្នកមិនច្បាស់លាស់ព្រោះថាប្រុសប្រភេទបែបនេះគឺគាត់នឹងគ្មានគំនិតចង់រស់នៅជាមួយនឹងអ្នកអស់មួយជីវិតនោះទេប្រភេទទី2គឺមនុស្សប្រុសដែលមិនដែលគ្រប់គ្រងនិងលើកទឹកចិត្តដល់អ្នកចាតែបែរជាចាំតែចាប់កំហុសចាំតែស្ដីបន្ទោសទៅវិញប្រភេទទី3មនុស្សប្រុសដែលតែងតែទុកអ្នកក្រៅសំខាន់ជាងអ្នកមិនថាគ្រួសាររបស់គាត់ឬក៏បណ្ដាមិត្តភ័ក្តិរបស់គាត់ទេគឺតែងតែសំខាន់ជាងអ្នកជានិច្ចដោយមិនដែលខ្វាយខ្វល់មិនដែលចាប់អារម្មណ៍ពីអារម្មណ៍របស់អ្នកប្រភេទទី4គឺមនុស្សប្រុសដែលមានអំនួតចាតាមពិតទៅមនុស្សប្រុសប្រភេទបែបនេះមើលទៅគាត់គឺលក្ខណៈថាខ្លួនគាត់គឺជាមនុស្សដែលធម្មតាទេចាប៉ុន្តែគាត់តាំងខ្លួនឯងនឹងគឺដូចអស្ចារ្យខ្លាំងណាស់ណាអញ្ចឹងមិនថាធ្វើកិច្ចការអ្វីមួយក៏ដោយឬក៏មានរឿងអ្វីមួយកើតឡើងក៏ដោយគាត់គឺជាអ្នកដែលត្រូវជានិច្ចចាគាត់គឺជាអ្នកដែលត្រូវរហូតហ្មងហើយយើងនេះយើងគឺជាអ្នកដែលខុសរហូតការដែលយើងនៅជាមួយនឹងមនុស្សប្រុសបែបនេះគឺវាធ្វើលក្ខណៈថាហាក់បីដូចជាយើងនឹងគឺជាមនុស្សដែលអន់គ្រប់ពេលវេលាតែម្ដងចាប្រភេទទី5គឺជាមនុស្សប្រុសដែលតែងតែសន្យាតែមិនដែលធ្វើបានចាគ្រាន់តែពាក្យសម្ដីរបស់គាត់មិននឹងដែលនឹងធ្វើវាបានផងហ្នឹងតើឲ្យយើងទៅពឹងពាក់ឬក៏ជឿជាក់អ្វីទៅលើមនុស្សបែបប្រភេទបែបហ្នឹងបានទៀតហើយម្យ៉ាងវិញទៀតវាក៏បញ្ជាក់ថាយើងហ្នឹងគឺវាគ្មានភាពសំខាន់អ្វីគ្រប់គ្រាន់សម្រាប់គាត់ដែលឲ្យគាត់ខ្វល់ទេព្រោះថាបើសិនជាគាត់ខ្វល់គាត់នឹងមិនធ្វើបែបហ្នឹងទេចាហេតុថាយើងហ្នឹងគឺអត់មានភាពសំខាន់សម្រាប់គាត់មិនខ្វល់គាត់ក៏មិនខ្លាចបាត់បង់រូបយើងផងដែរចាប្រភេទទី6មនុស្សប្រុសដែលមិនឲ្យតម្លៃអ្នកចាតាំងពីទៅគឺគាត់មិនមែនមិនចេះមិនឲ្យតម្លៃទេហើយគាត់ក៏មិនមែនមិនដឹងដែរប៉ុន្តែនៅក្នុងចិត្តរបស់គាត់គឺគាត់មិនដែលនឹងគិតថាចង់ឲ្យតម្លៃរូបអ្នកចាអ្នកត្រូវចាំថាមនុស្សប្រុសតែម្នាក់ទេគាត់ធ្វើទង្វើទៅកាន់មនុស្សស្រី2នាក់ផ្សេងគ្នាសម្រាប់មនុស្សស្រីដែលគាត់មិនស្រឡាញ់ចាគឺគាត់មិនខ្វល់គាត់មិនដែលគិតថ្នាក់ថ្នមមើលថែឬក៏គាត់មិនដែលគិតនឹងក្នុងការចង់ឲ្យតម្លៃទេប៉ុន្តែសម្រាប់មនុស្សស្រីដែលគាត់ស្រឡាញ់វិញចាគាត់នឹងមើលថែគាត់នឹងថ្នាក់ថ្នមគាត់នឹងទុកគេដូចជាព្រះនាងម្ចាស់របស់គាត់អញ្ចឹងចាគាត់មើលថែគាត់ផ្ដល់ក្តីស្រឡាញ់គាត់យកចិត្តទុកដាក់គាត់ថ្នាក់ថ្នមគាត់ឲ្យតម្លៃខ្លាំងមែនតើចាអញ្ចឹងបើសិនជាបានជួបមនុស្សប្រុសដែលគេមិនឲ្យតម្លៃអ្នកគួរតែដកខ្លួនចេញទៅចា